ម៉ាឡេស៊ីប្រកាសជំរុញឲ្យកម្ពុជានិងថៃបញ្ឈប់ការប្រយុទ្ធគ្នាដែលនឹងចូលជាធរមាននៅម៉ោង 10 យប់នេះនិងស្នើសុំដាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ពិនិត្យតាមផ្កាយរណបក្នុងចំនួនព្រំដែនកម្ពុជាថៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបាននិយាយនៅថ្ងៃសៅរ៍ទី 13 ខែធ្នូនេះថាបន្ទាប់ពីបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកនិងដោយសារតែភាពតានតឹងនៅតែបន្តនៅតាមព្រំដែនកម្ពុជាថៃលោកបានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេចធិបតីហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីថៃលោកអនុទីនក្នុងកិច្ចសន្ទនាលោកអាន់វ៉ាបានឲ្យដឹងថារូបលោកបានបង្ហាញការព្រួយបារម្ភរបស់ម៉ាឡេស៊ីនិងជំរុញឲ្យភាគីប្រទេសទាំងពីរអត់ធ្មត់ជាអតិបរមាបញ្ឈប់រាល់អរិភាពនិងបញ្ជារាល់ការធ្វើសកម្មភាពយោធាដែលនាំឲ្យចំនួនកើនឡើងក្នុងនោះរួមទាំងការប្រើប្រាស់កម្លាំងបាយឬការចល័តកងកម្លាំងប្រដាប់អាវុធដែលនឹងត្រូវចូលជាធរមាននៅម៉ោង 10 យប់ថ្ងៃទី 13 ខែធ្នូឆ្នាំ 2025 ដើម្បីគាំទ្រដល់ការបន្ធូរបន្ថយភាពតានតឹងនិងមានតម្លាភាពលោកបានស្នើសុំការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ានហៅកាត់ AOT ដែលដឹកនាំដោយអគ្គមេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ីដើម្បីតាមដានការវិវត្តនៅលើដីបេសកកម្មនេះនឹងត្រូវបានបំពេញបន្ថែមដោយសមត្ថភាពត្រួតពិនិត្យផ្កាយរណបដែលផ្ដល់ដោយសហរដ្ឋអាមេរិកដែលចាប់ផ្ដើមក្នុងពេលតែមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានអះអាងថាការរកឃើញពីការត្រួតពិនិត្យផ្កាយរណបនិងការសង្កេតការណ៍នៅនឹងកន្លែងនឹងត្រូវបានចងក្រងដោយក្រុមការងារ AOT ហើយបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារទី 16 ខែធ្នូឆ្នាំ 2025 របាយការណ៍នេះនឹងផ្ដល់នូវការពន្យល់ដ៏ច្បាស់លាស់អំពីស្ថានភាពរួមទាំងជំហររបស់ភាគីទាំងពីរក្នុងផលប្រយោជន៍នៃការទទួលខុសត្រូវការកសាងទំនុកចិត្តនិងការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទន្ទឹមគ្នានេះសម្ដេចធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឲ្យដឹងដែរថាកម្ពុជាស្វាគមន៍និងគាំទ្រគំនិតផ្ដួចផ្ដើមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្រាប់ការឈប់បាញ់នាយប់នេះដោយមានការតាមដានត្រួតពិនិត្យដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងចូលរួមដោយសហរដ្ឋអាមេរិកអស់បញ្ហាការប្រាក់ទាបជាមួយសេវាកម្មរំលោះម៉ូតូដោយគ្មានប្រាក់កក់មុនបងនឹងខ្លាចជាម្ចាស់ម៉ូតូក្នុងក្តីស្រមៃគ្រាន់តែមានឯកសារតែពីរមុខតែប៉ុណ្ណោះទី1អត្តសញ្ញាណប័ណ្ណទី2សៀវភៅគ្រួសារមានតែឯកសារតែពីរមុខនេះក៏អាចយកម៉ូតូដ៏ស្រស់ស្អាតទៅប្រើប្រាស់បានដែរអូអតិថិជនដែលខូច CDC ក៏អាចបង់រំលោះម៉ូតូបានដូចគ្នាដាក់ឯកសារហាងគេអត់ជាប់កុំបារម្ភហាងយើងអាចជួយសម្រួលបានជាសួរបងសួរអំពីសេវាកម្មលួសពីអតិថិជនដែលគាត់ធ្លាប់គាត់លួសជាមួយយើងហើយដាក់លឿនអត់បងសុំសួរពីយោបល់បងបាទវាលឿនហើយវាស្រួលវាអត់ញ៉ៃទៀតហើយណាមួយតម្លៃទៀបជាងគេនិយាយរួមខ្ញុំដើរឆែអស់ហើយមានកន្លែងគាត់ឲ្យថោកជាងគេអំពីទៀបហ្មងបាទទៀបហ្មងទៀប